ផ្ដើមនៅសាច់រឿងមួយនេះគេបានបង្ហាញអំពីការប្រកួតរបស់ថេនការហើយនឹងរ៉ៃរិនហើយខ្ញុំសុំទោសផងចំពោះអេពីសូតមុនគឺខ្ញុំហៅឈ្មោះអាប៉ែរ៉ៃរិនហ្នឹងគឺខុសជាច្រើនដងតាមពិតអាប៉ែហ្នឹងមិនមែនឈ្មោះរ៉ៃអែនអីទេគឺឈ្មោះរ៉ៃរិនគ្រាន់តែចាប់ផ្ដើមសាច់រឿងមកភ្លាមពួកគេទាំងពីរចាប់ផ្ដើមប្រយុទ្ធគ្នាតែម្ដងដោយអាប៉ែរ៉ៃរិនហ្នឹងបានប្រើជាមួយនឹងវេទមន្តរន្ទះរបស់គេបាញ់ទៅកាន់ថេនការយ៉ាងខ្លាំងដែលអាប៉ែរ៉ៃរិនហ្នឹងគឺពិតជាមើលងាយទៅកាន់ថេនការខ្លាំងណាស់ប៉ុន្តែគេដូចជាស្គាល់ថេនការតិចពេកហើយដោយសារតែថេនការនេះគឺមានជាមួយនឹងថាមពល Portal អញ្ចឹងហើយនេះគឺអាចគេចខ្លួនបានតាមអ្វីដែលនាងចង់បានហើយនាងក៏អាចបញ្ចេញខ្លួនឯងចេញមកពីកន្លែងណាក៏បានដែរឲ្យតែនាងចង់ដោយសារតែអាប៉ែរ៉ៃរិនហ្នឹងពិបាកទប់ទល់តែកាន់ថេនការខ្លាំងពេកគេក៏បានប្រើជាមួយនឹងវេទមន្តរន្ទះរបស់គេចុងក្រោយបាញ់ទៅកាន់ថេនការតែម្ដងដែលគេបាននិយាយទៅកាន់ថេនការថាលើកនេះបើសិនជាថេនការមិនស្លាប់ទេក៏ពិការដែរប៉ុន្តែគឺយើងបានឃើញថាវេទមន្តរបស់អាប៉ែហ្នឹងគឺមិនអាចធ្វើអីទៅកាន់ថេនការបាននោះទេថេនការបានសួរទៅកាន់អាប៉ែហ្នឹងវិញថាឥឡូវហ្នឹងឯងប្រើធម្មពលអស់ចិត្តនៅបើសិនជាអស់ចិត្តហើយវាគឺជាវេនរបស់យើងវិញម្ដងបន្ទាប់មកថេនការបានវាយទៅកាន់អាប៉ែហ្នឹងប៉ាងឡើងទៅខាងលើរួចនាងបានប្រើជាមួយនឹងវេទមន្តមួយដែលវាគឺជាវេទមន្ត Black Hole ហើយនាងក៏បានស្រូបទៅកាន់អាប៉ែរ៉ៃរិនហ្នឹងចូលទៅក្នុង Black Hole នោះរួចក៏បានបំបែកខ្លួនគេហ្នឹងស្លាប់បាត់ទៅចំណែកឯយូកាវិញនាងក៏បានប្រាប់ទៅកាន់យូគីផងដែរថាថេនការហ្នឹងនាងគឺមិនមែនជាមនុស្សធម្មតាទេអញ្ចឹងហើយកុំធ្វើអ្វីឲ្យនាងខឹងឲ្យសោះចំណែកឯថេនការវិញនៅពេលនេះនាងគឺបានសម្លឹងទៅកាន់យូគីយ៉ាងជាប់មើលទៅកាន់នាងនៅពេលនេះគឺចាប់ផ្ដើមចាប់អារម្មណ៍ទៅកាន់យូគីហើយនៅពេលដែលរឿងទាំងអស់ត្រូវបានដោះស្រាយពួកគេក៏សម្រេចចិត្តថាឈប់ប្រកួតគ្នាត្រឹមហ្នឹងទៅហើយពួកគេក៏សម្រេចចិត្តថាត្រឡប់ទៅវិញរៀងៗខ្លួនមុននឹងថេនការចាក់ចេញនាងក៏បានបង្ហាញជាមួយនឹងស្នាមញញឹមរបស់នាងទៅកាន់យូគីផងដែរចំណែកឯយូគីយូកាហើយនិងហ៊ីម៉ារីវិញនៅពេលនេះពួកនាងទាំងពីរត្រូវតែផ្ដល់រង្វាន់ឲ្យទៅកាន់យូគីដោយសារតែពួកនាងទាំងពីរគឺបានប្រើប្រាស់ទៅកាន់គាត់ដោយរង្វាន់របស់យូគីនោះគឺពួកគេទាំង3នាក់គឺត្រូវតែងូតទឹកជាមួយនឹងគ្នាចំណែកឯថ្ងៃស្អែកវិញនៅពេលនេះថេនការហ៊ីម៉ារីហើយនិងយូគីពួកគេបានធ្វើដំណើរទៅកាន់ទេសនាការទី6វាគឺជាទេសនាការដែលថេនការកំពុងតែរស់នៅដោយសារតែថេនការនេះគឺមានជាមួយនឹងការប្រជុំមួយចង់និយាយគ្នាជាមួយនឹងយូកាប៉ុន្តែមុននឹងពួកនាងទាំងពីរចូលទៅប្រជុំនោះថេនការបាននិយាយលេងទៅកាន់យូគីជាច្រើនដោយសារតែយូគីគាត់មានពេលតនេមិនដឹងថាធ្វើអីគាត់ក៏សម្រេចចិត្តថាបោះសម្អាតនៅក្នុងទីស្នាក់ការនឹងតែម្ដងប៉ុន្តែតាមអ្វីដែលគាត់សង្កេតគឺគាត់បានឃើញថានៅក្នុងទីស្នាក់ការនឹងគឺគ្មានអ្វីដែលគួរឲ្យបោះសម្អាតតតែសោះនិយាយទៅគឺស្អាតស្រាប់នឹងឯងបន្ទាប់មកសាច់រឿងបានបង្ហាញអំពីរោងភ្នំមួយកន្លែងរួចយើងក៏បានឃើញជាមួយនឹងព្រះទាំង3ដែលពួកគេកំពុងតែរស់នៅទីនោះដោយម្នាក់ដែលនាងមានសត្វពស់ឬក៏អណ្ដាតដូចជាពស់ហ្នឹងនាងគឺមានឈ្មោះថាស៊ីកូខូប៉ុន្តែអ្វីដែលយើងត្រូវតែចាប់អារម្មណ៍នោះគឺរ៉ៃរិនគេគឺមិនតាន់ស្លាប់នោះទេមូលហេតុនោះនៅពេលដែលរ៉ៃរិនបានស្រូបចូលទៅក្នុង Black Hole ស៊ីគូខូនឹងគឺបានជួយសង្គ្រោះគេទាន់ពេលវេលាអញ្ចឹងហើយនៅពេលនេះរ៉ៃរិនគេពិតជាមានកំហឹងទៅកាន់ថេនការជាខ្លាំងដែលគេបានសន្យានឹងខ្លួនឯងថាបើសិនជាគេបានជួបថេនការទៀតគេនឹងសម្លាប់ថេនការឲ្យបានចំណែកឯស៊ីកូខូវិញនៅពេលនេះនាងកំពុងតែមានជាមួយនឹងផែនការអ្វីមួយប៉ុន្តែសាច់រឿងគេគឺមិនទាន់បានបង្ហាញទេថែមផែនការរបស់នាងនឹងគឺជាអ្វីចំណែកឯការប្រជុំរបស់យូកាហើយនិងថេនការវិញដែលយូកាបានសួរទៅកាន់ថេនការថាបើសិនជាមានរឿងអ្វីនិយាយហើយមកថេនការនាងក៏បាននិយាយថានៅពេលនេះនាងក៏ចង់បានជាមួយនឹងទេសកលតូចដែរអញ្ចឹងហើយតើយូកាហ៊ានឲ្យយូគីមកកាន់នាងដែរឬទេនៅពេលដែលឮជាមួយនឹងសំណើបែបនេះភ្លាមយូកានេះក៏បាននិយាយថាណូតែម្ដងនៅពេលដែលចេញជាមួយនឹងការប្រជុំភ្លាមយូកាក៏បានយកជាមួយនឹងរឿងទាំងអស់នេះប្រាប់ទៅកាន់យូគីផងដែរនៅពេលដែលយូគីដឹងថាថេនការគឺចង់បានគាត់ធ្វើជាទេសកលនោះគាត់គឺពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដែលគាត់បានសួរទៅកាន់យូកាទៀតថាតើហេតុអ្វីបានជាមនុស្សខ្លាំងដូចជាថេនការចាប់អារម្មណ៍មកកាន់គាត់ថេនការបាននិយាយកុហកទៅកាន់យូគីថាមូលហេតុដែលថេនការត្រូវការយូគីនោះដោយសារតែនាងគឺខ្ជិលធ្វើការងារផ្ទះនាងគ្រាន់តែចង់ឲ្យយូគីធ្វើការងារផ្ទះតែប៉ុណ្ណោះនៅពេលដែលបានធ្វើដំណើរមកដល់ទីស្នាក់ការទី7វិញយូគីគាត់ពិតជាឆ្ងល់ខ្លាំងណាស់ថាហេតុអ្វីបានជាថេនការចង់បានគាត់ចំណែកឯពាក្យសម្ដីដែលយូកាបាននិយាយមកកាន់គាត់ហ្នឹងគាត់ក៏មិនបានជឿដែរដែលគាត់គិតថាថេនការប្រហែលជាមានហេតុផលអ្វីមួយជាមិនខានប៉ុន្តែបើសិនជានាងចង់បានគាត់មែនគាត់ក៏ព្រមដែរដោយសារតែនាងគឺជាមនុស្សស្រីស្អាតគ្រាន់តែយូគីគិតចប់នៅពេលនោះថេនការក៏បានធ្វើដំណើរមកលេងបន្ទប់យូគីតែម្ដងជាមួយនឹងការសន្ទនារបស់ពួកគេថេនការបាននិយាយប្រាប់ទៅកាន់យូគីថានាងគឺពិតជាស្រឡាញ់គាត់ខ្លាំងណាស់
តែយូគីអាចធ្វើជាមិត្តប្រុសរបស់នាងបានដែរឬទេនាងគឺសន្យាថានាងគឺមិនប្រើប្រាស់គាត់នោះទេហើយអាចារ្យថេនកានឹងគឺពិតជាឆៅខ្លាំងមែនទែនគ្រាន់តែសុំគេស្រឡាញ់ហើយភ្លាមនាងក៏បានថាទៅកាន់យូគីតែម្ដងថាហើយមិនមធ្យមទេងុំគឺនាងបបួលយូគីនឹងអូសរែងជាមួយគ្នាថែមទៀតប៉ុន្តែនៅពេលនោះស៊ូនាងក៏បានធ្វើដំណើរមកដល់រួចនាងក៏បានឃើញជាមួយនឹងសកម្មភាពទាំងអស់នៅពេលដែលពួកគេកំពុងតែដោះស្រាយរឿងយូកាបាននិយាយថាទោះបីជាថេនកាគឺជាទីស្នាក់ការទី6យ៉ាងណាក៏ដោយប៉ុន្តែបើសិនជាចូលផ្ទះរបស់គេគ្មានការអនុញ្ញាតនាងក៏អាចមានទោសបានដែរប៉ុន្តែដោយសារតែយូកានាងគិតថាពួកយើងគឺជាសព្វនមិត្តនឹងគ្នានាងក៏សម្រេចចិត្តថាយោគយល់ឲ្យថេនកាអញ្ចឹងហើយនាងក៏សម្រេចចិត្តថាឲ្យថេនកានឹងត្រឡប់ទៅផ្ទះវិញទៅប៉ុន្តែមុននឹងថេនកាចាក់ចេញនាងក៏បាននិយាយមកកាន់យូគីថាចាំជួបគ្នានៅពេលក្រោយតែសកលតូចចំណែកឯថ្ងៃស្អែកវិញនៅពេលនេះយូកានាងគឺមានជាមួយនឹងការវឹកហាត់មួយដែលនាងគឺចង់ឲ្យអ្នកទាំងអស់គ្នាបញ្ជាទៅកាន់យូគីដោយសារតែនាងដឹងថាបើសិនជានរណាម្នាក់បានបញ្ជាទៅកាន់យូគីគាត់នឹងក្លាយទៅជាតម្រង Soldier ថ្មីអញ្ចឹងហើយសមត្ថភាពរបស់យូគីវាក៏ថ្មីហើយក៏ប្លែកតាមនឹងដែរចំណែកឯហ៊ីម៉ារីហើយនឹងនាងគឺសាកល្បងរួចហើយនៅសល់តែណេហើយនឹងស៊ូតែប៉ុណ្ណោះនៅពេលដែលណេបានឡើងជិះទៅកាន់យូគីគាត់ក៏បានក្លាយទៅជាតម្រង Soldier ថ្មីមួយទៀតដោយ Soldier ថ្មីរបស់គាត់នេះគាត់គឺគ្មានកម្លាំងវាយនោះទេប៉ុន្តែគាត់គឺអាចមើលបានឆ្ងាយហើយនឹង scan map ដូចជាណេអញ្ចឹងនៅពេលដែលការសាកល្បងត្រូវបានបញ្ចប់នាងក៏បានថើបទៅកាន់យូគីដែលនេះគឺជារង្វាន់ដែលនាងត្រូវតែផ្ដល់ឲ្យខ្ញុំស្រាវជាប់គុកហ៎បងចំណែកឯវេនរបស់ស៊ូវិញ Chainsaw របស់យូគីវាបានប្រែក្លាយទៅជាតម្រងមួយទៀតដោយតម្រងមួយនេះយូគីគាត់គឺមានជាមួយនឹងធម្មពលដីអញ្ចឹងហើយស៊ូនេះក៏បានគិតថាបើសិនជាខ្លួនប្រាណរបស់នាងធំច្បាស់ណាស់យូគីនឹងធំដែរជាមិនខានប៉ុន្តែនៅពេលដែលនាងបានធ្វើនោះគឺឃើញថានាងគឺបានកិនទៅកាន់យូគីនឹងក៏ប៉ាត់បាត់ទៅហើយចំណែកឯកាដូដែលនាងត្រូវតែផ្ដល់ឲ្យទៅកាន់យូគីនោះវាគ្រាន់តែជាការរំរបួសតែប៉ុណ្ណោះដែលតាមពិតទៅស៊ូនេះគឺពិតជាចង់ថាបទៅកាន់យូគីខ្លាំងណាស់ចំណែកឯពេលថ្ងៃវិញវាគឺជាពេលវេលាដែលយូគីនឹងនាំន័យត្រឡប់ទៅសាលារៀននៅពេលដែលពួកគេបានធ្វើដំណើរតាមផ្លូវនោះនេះក៏បានបញ្យល់ប្រាប់ទៅកាន់យូគីផងដែរថាហេតុអ្វីបានជាមនុស្សស្រីពួកគេទទួលបានជាមួយនឹងធម្មពលនៅពេលដែលពួកគេនៅក្មេងដែលតាមពិតទៅធម្មពលទាំងអស់នេះពួកគេទទួលបានអំពីផ្លែប៉េះដែលគេចាត់ទុកថាផ្លែប៉េះវាគឺជាផ្លែរបស់ព្រះបានប្រទានឲ្យសាច់រឿងបានកាត់មកកាន់យូកាហើយនឹងថេនកាវិញនៅពេលនេះពួកនាងទាំងពីរគឺបានមកញ៉ាំអីជាមួយនឹងគ្នាជាមួយនឹងការនិយាយរបស់ពួកគេទាំងអស់គ្នាយូកាបាននិយាយថាគោលបំណងរបស់នាងគឺចង់ក្លាយទៅជាទីស្នាក់ការចំណុចកំពូលនាងគឺចង់ក្លាយទៅជាអ្នកគ្រប់គ្រងទៅកាន់ទីស្នាក់ការដទៃទាំងអស់មូលហេតុនោះដោយសារតែនាងបាននិយាយថាទីស្នាក់ការមេគេដែលកំពុងតែគ្រប់គ្រងពួកយើងគឺជាមនុស្សល្ងីល្ងើអត់បានការប៉ុន្តែទាស់ត្រង់ថាបើសិនជាយូកាចង់ក្លាយទៅជាទីស្នាក់ការនោះនាងគឺត្រូវតែឆ្លងកាត់ជាមួយនឹងការបោះឆ្នោតដោយទីស្នាក់ការទាំងអស់គឺមានចំនួន10តទៅមាន9ទីស្នាក់ការបោះឆ្នោតឲ្យនាងទើបនាងអាចក្លាយទៅជាមេបញ្ជាការបានប៉ុន្តែនៅពេលនេះនាងគឺមានម្នាក់ហើយដែលម្នាក់នោះគឺជាថេនកាគឺជាទីស្នាក់ការទី6ប៉ុន្តែថេនកានេះក៏បាននិយាយថាមូលហេតុដែលនាងបោះឆ្នោតឲ្យទៅកាន់យូកានោះនាងក៏ចង់បានផលប្រយោជន៍អំពីយូកាវិញដែរដោយយើងគឺពិតជាដឹងហើយថាអ្វីដែលថេនកាចង់បាននឹងគឺជាអ្វីប៉ុន្តែនៅពេលនោះកដឹងអាសន្នក៏បានបង្កាសឡើងដោយសារតែមានជាមួយនឹងពុទ្ធហេតុម៉ាតូចាប់ផ្ដើមលេចឡើងទៀតហើយអញ្ចឹងហើយពួកគេទាំងអស់គ្នាក៏សម្រេចចិត្តថាចេញទៅទប់ទល់ជាមួយនឹងបេសកកម្មរបស់ពួកគេថេនកាក៏បានធ្វើដំណើរទៅជាមួយដែរប៉ុន្តែលើកនេះហាក់ដូចជាប្លែកមើលទៅកាន់យូកាដូចជាចេះកំហឹងទៅកាន់យូគីអញ្ចឹងដែលនាងបាននិយាយទៅកាន់យូគីថាយូគីគឺជារបស់នាងតែម្នាក់គត់គឺគ្មានអ្នកណាអាចយកយូគីចេញពីនាងបានទេចំណែកឯថេនកាវិញនៅពេលដែលនាងបានធ្វើដំណើរមកកាន់ទីស្នាក់ការរបស់នាងវិញនៅពេលនេះយើងគឺចាប់ផ្ដើមដឹងហើយថាថេនកានាងគឺពិតជាឡងស្រឡាញ់ទៅកាន់យូគីពិតមែនដែលនាងបានសួរមកកាន់ខ្លួនឯងថាតើធ្វើដូចម្ដេចទៅនាងអាចយកយូគីមករស់នៅជាមួយនឹងនាងជាច្រើនថ្ងៃកន្លងផុតទៅគឺយើងបានឃើញថាមួយរយៈហ្នឹងថេនកាគឺអាសាមកលេងជាមួយនឹងយូគីខ្លាំងណាស់ដែលធ្វើឲ្យអ្នកដទៃហ្នឹងពួកគេគឺមិនសូវសប្បាយចិត្តទេយីចាយអត់ចេះធុញមកលេងតែគេរាល់ថ្ងៃអញ្ចឹងនៅពេលនោះថេនកាបាននិយាយសរសើរទៅកាន់យូគីថាកូនណាគេឆ្លាតម៉ែចេះធ្វើម្ហូបហើយចេះបោះផ្ទះទៀតយូគីគាត់ក៏បាននិយាយថាការងារទាំងអស់នេះគាត់គឺចេះវាអំពីបងស្រីរបស់គាត់បន្ទាប់មកគេបានបង្ហាញអំពីអតីតកាលរបស់យូគីហើយនិងបងស្រីរបស់គាត់នៅពេលដែលយូគីកំពុងតែដើរទៅផ្ទះស្រាប់តែមានអាអូណានោះគឺបានប្រាប់បងវានឹងឲ្យមកវាយជាមួយនឹងយូគី
ប៉ុន្តែនៅពេលនោះបងស្រីរបស់យូគីក៏បានចេញមកជួយហើយអាប៉ែហ្នឹងគឺឃើញថាធំតែមាទេប៉ុន្តែធ្វើអីទៅកាន់បងស្រីយូគីអត់កើតឡើយចំណែកឯយូកាវិញនៅពេលនេះនាងគឺបានដេញទៅកាន់ថេនការនឹងឲ្យនាងទៅផ្ទះរបស់នាងវិញទៅហើយវាគឺដោយដើមអញ្ចឹងមុននឹងថេនការចាក់ចេញនាងក៏បាននិយាយថាលីសិនហើយតែសកលតូចបន្ទាប់មកគេគឺបានបង្ហាញអំពីក្មេងស្រីម្នាក់ដែលនាងកំពុងតែរត់គេចអំពីពពួកម៉ាតូប៉ុន្តែសំណាងល្អស៊ូហើយនិងហេម៉ារីពួកគេក៏បានធ្វើដំណើរទៅជួយសង្គ្រោះនាងប៉ុន្តែអ្វីដែលចម្លែកក្មេងស្រីម្នាក់ហ្នឹងបែរទៅជាបើកការវិវហានទៅកាន់ពួកគេទាំងពីរទៅវិញហើយនាងក៏បានបង្ហាញជាមួយនឹងមុខមាត់ពិតដែលនេះគឺមិនមែនជាមនុស្សនោះទេដែលយើងគឺមិនតដឹងថានាងគឺជាអ្វីពិតប្រាកដទេប៉ុន្តែយើងគ្រាន់តែដឹងថានាងគឺជាគ្នារបស់អាអូបាគឺជាបងស្រីរបស់យូគីនឹងឯងចំណែកឯហេម៉ារីវិញនាងគឺស្គាល់ទៅកាន់ក្មេងស្រីម្នាក់ហ្នឹងដែលនេះគឺមានឈ្មោះថាកូកូអញ្ចឹងហើយនាងបាននិយាយទៅកាន់កូកូថាពួកយើងគឺកុំប្រយុទ្ធគ្នាអីពួកយើងគឺមកចរចាគ្នាវិញដោយសារតែនាងដឹងថាកូកូនឹងគឺជាគ្នារបស់បងស្រីតួឯកប្រុសប៉ុន្តែកូកូនឹងនាងគឺមិនបានស្ដាប់នោះទេដែលនាងបាននិយាយថាពួកយើងគឺជាសត្រូវនឹងគ្នាចំណែកឯខាងយូគីហើយនិងយូកាវិញនៅពេលនេះពួកគេបានជួបគ្នាជាមួយនឹងអាអូបាម្ដងទៀតនៅពេលដែលយូគីបំរុងនឹងរត់គេចអំពីអាអូបាបានស្រែកទៅកាន់យូគីថាឲ្យគាត់ឈប់គ្រាន់តែនិយាយថាឲ្យគាត់ឈប់ភ្លាមស្រាប់តែយូគីនឹងគាត់គឺបានឈប់ភ្លាមតែម្ដងដោយសារតែយូកានាងគឺឡើងទៅទប់ទល់ជាមួយនឹងម៉ាតូនៅពេលនេះអាអូបាគឺបានយកយូគីទៅបាត់ហើយចំណែកឯខាងហ៊ីម៉ារីហើយនិងស៊ូវិញសូម្បីតែកូកូនឹងក៏បានរត់គេចខ្លួនដែរអញ្ចឹងហើយនៅពេលនេះពួកគេគឺដឹងអំពីគោលបំណងរបស់អាអូបាដែលអាអូបាគឺគ្រាន់តែចង់បានយូគីតែប៉ុណ្ណោះចំណែកឯខាងយូគីវិញនៅពេលដែលគាត់បានក្រោកអំពីការស្លាប់គឺឃើញថានៅពេលនេះកូកូកំពុងតែលិតខ្លួនប្រាណរបស់គាត់ប៉ុន្តែនៅពេលនោះអាអូបានេះក៏បានធ្វើដំណើរមកដល់រួចយូគីក៏បាននិយាយថាមើលទៅកាន់នាងដូចជាបងស្រីរបស់គាត់បន្ទាប់មកអាអូបាក៏បានអោបទៅកាន់យូគីរួចនេះក៏បាននិយាយថាខានជួបគ្នាយូរហើយឯងឥឡូវគឺពិតជាធំខ្លាំងណាស់នៅពេលដែលអាអូបាបាននាំយូគីចេញទៅខាងក្រៅគឺឃើញថានៅទីនេះវាគឺជាភូមិលាក់ខ្លួនមួយកន្លែងដែលមើលទៅកាន់ប្រជាជនគ្រប់គ្នាពួកគេគឺមានរូបរាងដូចជាអាអូបាសឹងតែទាំងអស់ហើយពួកគេក៏បាននិយាយបញ្យល់ប្រាប់ទៅកាន់យូគីផងដែរថាពួកគេហ្នឹងគឺមនុស្សពាក់កណ្ដាលបិសាចពាក់កណ្ដាលដោយមីអូនទូចនេះយើងគឺស្គាល់ឈ្មោះហើយដែលនេះគឺមានឈ្មោះថាកូកូចំណែកឯម្នាក់ទៀតនេះគឺមានឈ្មោះថាយួនបន្ទាប់មកអាអូបាបាននិយាយទៅកាន់យូគីថាចាប់ពីពេលនេះតទៅយូគីគឺអាចរស់នៅទីនេះបានគាត់គឺមិនចាំបាច់ទៅធ្វើតែសកលគេទៀតទេប៉ុន្តែយូគីគាត់ក៏បាននិយាយថាអាអូបាគឺអាចចរចាជាមួយនឹងមនុស្សបាននៅពេលដែលឮជាមួយនឹងពាក្យសម្ដីទាំងអស់នេះពួកគេទាំង3នេះគឺបានសម្លឹងទៅកាន់យូគីនឹងយ៉ាងកាចតែម្ដងហើយពួកគេបាននិយាយថាវាគឺគ្មានជំរើសទេពួកមនុស្សគឺជាសត្រូវរបស់យើងចំណែកឯខាងអ្នកដទៃទៀតវិញនៅពេលនេះពួកគេពិតជាព្រួយបារម្ភទៅកាន់យូគីខ្លាំងណាស់ចំណែកឯយូកាវិញតាំងពីយូគីបាត់ខ្លួននាងគឺមិនបានចេញពីបន្ទប់របស់នាងនោះទេចំណែកឯខាងយូគីវិញនៅពេលដែលឮបងស្រីរបស់គាត់និយាយបែបនេះគាត់ក៏មិនបានសួរនាំអីទៀតដែរនៅពេលដែលយូគីអង្គុយលេងជាមួយនឹងបងស្រីរបស់គាត់គឺបានចាប់អារម្មណ៍ថាបងស្រីរបស់គាត់កំពុងតែញ៉ាំផ្លែប៉េះហើយគាត់បានសួរទៅកាន់បងស្រីរបស់គាត់ថាហើយគាត់អាចញ៉ាំផ្លែប៉េះនឹងទទួលបានថាមពលអីឬអត់ប៉ុន្តែបងស្រីរបស់គាត់បានហាមទៅកាន់យូគីភ្លាមតែម្ដងដែលគាត់បាននិយាយថាវាគឺមិនល្អចំពោះយូគីនោះទេចំណែកឯយូកាវិញនៅពេលនេះនាងគឺបានសុំជំនួយទៅកាន់ទីស្នាក់ការទី6ដែលវាគឺជាទីស្នាក់ការរបស់ថេនការនឹងឯងនៅពេលដែលថេនការបានធ្វើដំណើរមកដល់មើលទៅកាន់នាងក៏ដូចជាមិនសប្បាយចិត្តដែរនៅពេលដែលយូគីបាត់ខ្លួនអញ្ចឹងហើយបេសកកម្មរបស់ពួកគេនៅពេលនេះគឺត្រូវតែស្វែងរកយូគីហើយយកយូគីត្រឡប់មកវិញ